ទឹកវល់ខ្លាំងបណ្ណាណៃអីត្រីមានប៉ោទិញត្រីវាអត់នេះលោកឲ្យធូរថ្លៃយើងធ្វើប្រហុកអីទៅអូយ៉ាធ្ងន់មិនក៏1គីឡូជាងណាត្រីលីងអានេះត្រីលីងខឆ្ងាញ់ខអីមកទីលីងធំអញ្ចឹងខបពីខផុយដល់ឆ្អឹងមកនេះខំពេកនឹងខំពេកទូទៅប៉ុណ្ណាក្នុងក៏បានតែដាច់ញឹករេងញឹករេងពេករេងវិញនេះពេករឹងថាចាសម្រាប់នៅថ្ងៃទី16 ខែ 6 ឆ្នាំ 2025 គឺប្រហែលជាវេលាម៉ោង 1 រសៀលហ្នឹងគឺនេះខ្ញុំបានជិះកាត់ទំនប់សាឡាតាអូនដោយសារតែនៅចិត្តផ្ទះនេះខ្ញុំដែរហ្នឹងក៏ឃើញចាមនុស្សម្នាគឺច្រើនមែនទែនគឺគេនាំគ្នាចាបងត្រីអញ្ចឹងនេះខ្ញុំក៏ឈៀងចូលមើលបន្តិចទៅគឺឃើញថាគេបើកទ្វារទឹកចំនួន 2ចឹងគឺចាប់ផ្ដើមចាស់ត្រីគឺចាប់ផ្ដើមត្រូវមែនទែនហើយដោយសារតែមេឃហ្នឹងគឺវាក្តៅស្រឡះបើកថ្ងៃល្អមែនទែនចាបងប្អូនឃើញខ្មៅនៅក្នុងទឹកហ្នឹងមិនមែនសម្រាមទេបងប្អូនគឺសុទ្ធតែត្រីដែលវាឡើងមកហើយដោយសារតែកម្លាំងទឹកហ្នឹងគឺវាបុកទៅខ្លាំងពេកអញ្ចឹងគឺបងដែលគាត់អុំទូកនេសាទហ្នឹងគឺគាត់ពិបាកនៅក្នុងការចូលមកបងអញ្ចឹងចាសម្រាប់បងប្អូនដែលគាត់ចូលចិត្តរកត្រីឬក៏បងត្រីនិយាយរួមទៅគឺចូលចិត្តនេសាទត្រីបងប្អូនដែលឃើញវីដេអូឃើញត្រីឡើងចាច្រើនបែបនេះប្រហែលជាខ្វល់កខ្លាំងមែនទែនតែម្ដងហ្នឹងហើយណាកូនត្រីឡើងស្រូខ្មៅក្រឹបចាសម្រាប់បងប្អូនដែលគាត់ទៅរកត្រីហ្នឹងគឺគាត់ប្រើចាឧបករណ៍ផ្សេងគ្នានៅក្នុងការនេសាទអ្នកខ្លះគាត់ប្រើសំណាញ់ទៅអ្នកខ្លះក៏គាត់លក្ខណៈជាកងហើយអ្នកខ្លះទៀតក៏មានឧបករណ៍ផ្សេងទៀតនៅក្នុងការរកត្រីរបស់គាត់ណាហើយពួកគាត់តស៊ូដែរបងប្អូនពេលខ្លះគឺឈរបងតាំងពីព្រឹកមករហូតដល់ថ្ងៃហើយថ្ងៃក្តៅខ្លាំងប៉ុណ្ណាក៏គាត់នៅតែតស៊ូដែរដោយសារតែទី1គឺអាចជាចំណូលចិត្តរបស់ពួកគាត់ដែលចូលចិត្តនៅក្នុងការរកត្រីហើយមួយវិញទៀតគឺគាត់អាចរកប្រាក់ចំណូលបានពីការលក់ត្រីនេះផងដែរអានេះត្រីអីគេនេះត្រីសអានេះត្រីរៀងខ្ញុំដាក់ទឹកកកខ្ញុំថាវាអងបងបានមិញនេះចាបងមកដាក់ទឹកកកទៅព្រោះត្រីទៅលក់មិញ50អូគ្នាចាលេតូចលេធំលើនេះចំខាននេះវាសបោ50ពីព្រឹក50បាទវារេងសបោចំពោះយើង50តំណប់នេះបាត់ដែរគេបើកពីថ្មីអញ្ចឹងបានឆ្ងល់មែនតាមលេខពោះមកជួយលើកចន្ទៃចាក់សិនចាំសេរីក៏បាទใส่ស្គាល់ត្រីហ៎អានេះគេហៅត្រីទេត្រីសោត្រីរៀងទឹកចាក់មិនលើដល់ត្រីលីងទៅសម្បូរដែរឡើងញ៉ក់វិញទៅចាសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំត្រីធម្មជាតិឬក៏ត្រីស្ទឹងណាបងប្អូនអាចអញ្ជើញទៅជួយរកទិញពួកគាត់បាននៅឯទំនប់សាឡាតាអូននៅក្នុងខេត្តបាត់ដំបងហើយសម្រាប់តម្លៃហ្នឹងគឺវាអាចខុសគ្នាពីកន្លែងមួយទៅកន្លែងមួយនេះខ្ញុំសួរគាត់ទៅគឺពីព្រឹកគឺគាត់លក់តម្លៃចា6000ទៅ7000រៀលពីព្រោះពីព្រឹកហ្នឹងគឺត្រីអត់សូវសម្បូរទេតែនៅពេលដែលត្រីចាប់ផ្ដើមត្រូវច្រើនគឺតម្លៃហ្នឹងក៏ចាប់ផ្ដើមចុះដែរគឺកន្លែងខ្លះ5000ចា5500ឬក៏ទៅតាមត្រីតូចត្រីធំអញ្ចឹងណាបងប្អូនហើយសម្រាប់ត្រីដែលទូចហ្នឹងក៏គាត់លក់តម្លៃផ្សេងដែរគឺតម្លៃធូរថ្លៃមែនទែនមានណាដឹងត្រូវផងណាដឹងតជិះម៉ូតូមិញមកគឺឡាយផ្សេងចានេះត្រីនេះដែរត្រង់ណា
banច្រើនហ៎មិនណាដឹងណាឡើងត្រូវភ្លាមត្រូវដល់ព្រឹកអីពីព្រឹកមកតិចពេលនេះទុំល្មងនេះបានក្រណាស់មិនព្រឹកអោល្មងកន្លះគីឡូជាងសំស្កាស់លេត្រីលីនោះត្រីលីងាយចាវាទៅចេះអស់សម្រាប់អ្នកមិញដែលគាត់បានអង្គុយដោះត្រីនេះគឺត្រីរបស់កូនរបស់គាត់ដែលបានបោះកងហ្នឹងបងប្អូនហើយចំពោះបោះកងមុនហ្នឹងគឺអត់សូវបានច្រើនទេប៉ុន្តែមួយកងនេះគឺបានច្រើនស្អីស្កាសតែម្ដងហើយគឺវាមានលាយចម្រុះគ្នាចាមានត្រីចកែងមានត្រីរៀលត្រីសហើយមានពិសេសគឺត្រីលីងធំមែនទេណាហើយបើសិនជាយើងបានយកត្រីលីងសុទ្ធយកទៅខបងប្អូនគឺឆ្ងាញ់ខ្លាំងមែនទេហើយដោយសារតែគាត់លក់គឺគាត់អត់រើសសុទ្ធទេបងប្អូនគឺយើងអាចទិញគាត់អ៊ូលេគ្នាទាំងតូចទាំងធំទាំងត្រីរៀលត្រីសឬក៏ត្រីចម្រុះម៉ូតគ្នាទាំងអស់តែម្ដងគឺគាត់លក់ក្នុងតម្លៃចាលក់ឲ្យនេះខ្ញុំនេះគឺតម្លៃ 5,500 ប៉ុន្តែបើសិនជាពេលល្ងាចឬក៏ពេលសម្បូរពេលអត់អីគឺអាចតម្លៃឡើងចុះទៅតាមនឹងដែរបងប្អូនដងនេះបានរៀងធំចង់ស្មើណាអានេះមក3ហ៊ុនកន្លះ3ហ៊ុនកន្លះស្មើត្រីស្មើថោកដូចត្រីសម្លាញ់ឯត្រីសម្លាញ់ល្អឯងកន្លះឃើញមកត្រីថោកវិញត្រីថោកជិលរោចំណាយតាមទៅចាពេលនេះខ្ញុំដើរទៅក៏ឃើញអ្នកនឹងក៏ត្រូវត្រីមួយយ៉ាងធំហើយនេះខ្ញុំក៏បានសួរគាត់ប៉ុន្តែគាត់ក៏មិនជាច្បាស់ថាត្រីឯណានេះខ្ញុំក៏មិនសូវស្គាល់ត្រីដែរបងប្អូនប៉ុន្តែសួរគេទៅគឺត្រីនេះគឺជាត្រី3គីឡូទិញផ្ញើម៉ែក្មេងហ្នឹងត្រីនួនចាន់ណាត្រីនេះភាគច្រើនគឺគេនាំចូលពីប្រទេសវៀតណាមមកអត់មានឆ្ពិនណាមិញអត់យកឆ្ពិនទេត្រីនេះវាជាត្រីដែលគាត់បងបាននៅស្ទឹងអញ្ចឹងខ្ញុំក៏បានទិញយកមកសាកធ្វើម្ហូបហើយចង់ដឹងថាវារសជាតិហ្នឹងគឺដូចត្រីដែលមកពីប្រទេសជិតខាងនឹងដែរអត់អញ្ចឹងគឺខ្ញុំទិញសាកមើលសិនបងប្អូនចំពោះតម្លៃគឺមួយក្បាលហ្នឹង1គីឡូ2ខាងគឺគាត់លក់ឲ្យនេះខ្ញុំ 14,000 រៀលបងប្អូនគឺវាបានត្រូវជាងត្រីតែលេងដាក់ខមកកូនឆ្នាំទុកពីប្រទេសវៀតណាមចលក់នំប៉័ងតែគឺជាត្រីធម្មជាតិដែលវានៅបានតែលេងតែម្ដងហើយបើសិនជាបងប្អូនជួយចិត្តត្រីបងប្អូនអាចជួយទិញពួកគាត់នៅឯទំនប់សាឡាតអត់គ្នាដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ផងដែរហើយមួយគឺយើងបានត្រីធម្មជាតិញ៉ាំក៏ចង់រើហើយអរគុណ